សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូដែលបង្ហាញពីការចុញ domain យើងត្រូវមាន server 2ដើម្បីចុញ domain បានគឺមាន server របស់កុំព្យូទ័រយើងជាមួយនឹង client server ហើយ server មួយយើងត្រូវតែកំណត់នៅ IP address ជាមួយនឹង subnet mask ឲ្យវាហើយមុននឹងយើងយកមកចុញ domain បានយើងត្រូវ ping វាឲ្យវាដើរធម្មតាអីសិនបានយើងអាចយកមកចុញបានដោយសារតែខ្ញុំបានកំណត់ហើយតែដោយសារតែនៅក្នុងវីដេអូនេះខ្ញុំបានបញ្ជាក់ពីរបៀបកំណត់ទេចឹងអធិស្ឋានទាំងអស់គ្នាហើយសម្រាប់ server client server របស់យើងគឺយើងបាច់ចាំមាន active directory ទេចឹងយើងអាចចុញ domain បាននេះចឹងមកយើងចូលទៅកាន់ setting ហើយយើងយក dpc រាន click លើវាមកយើងយក property ហើយបន្តមកទៀតយើងយក rename dpc មកបន្តមកទៀតយើងដាក់ឈ្មោះឲ្យកុំព្យូទ័ររបស់យើងហើយយើងក៏ដាក់ឈ្មោះឲ្យ domain របស់យើងដែរកន្លែងហ្នឹងយើងយកឈ្មោះដែលយើងបានបង្កើតពីមុនមកហើយបន្តមកយើងក៏ដាក់ឈ្មោះឲ្យកុំព្យូទ័រ name របស់យើងគឺ domain change ហ្នឹងហើយបន្តមកទៀតយើងដាក់ password ហើយយើង click OK មកវានឹង welcome យើងហើយចឹងមានន័យថាយើងបាន join domain ហើយដើម្បីយើង click OK មកតិចទៀតយើងនឹងមានកន្លែងបញ្ជាក់អ្នកទាំងអស់គ្នាបន្ថែមចឹងយើងចុច OK ដើម្បីឲ្យកុំព្យូទ័រយើង restart សិនមក close ហើយយើង restart វាសិនពេលយើងបន្ទាប់ពីយើង restart វារួចនៅពេលដែលវាចេញយើងអាចរងចាំវាចេញហើយយើងដូចជា sign in វាចូលម្ដងទៀតអានេះវា restart ហ្នឹងវា sign out ហើយចឹងយើងចូលទៅ sign in កុំព្យូទ័រយើងម្ដងទៀតមកនៅពេលយើង sign in យើងបញ្ចូល password លេខមកហើយយើងចូលទៅ Windows Server យើងវិញយើង refresh មកយើងនឹងឃើញយើងបាន client domain របស់យើងមកហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើន